ក្មេងប្រុសអាយុ8ឆ្នាំម្នាក់ត្រូវបានជួលនៅលើអាកាសភ្លាមនោះភ្នំកណ្ដុរទាំងមូលដាវទាំងអស់ត្រូវបានបំភ្លឺនិងបញ្ឆេះដោយភ្លេចបន្ទោដោយកម្លាំងដូចគោលាន់វាបានស្ទុះមករកក្មេងបានដឹកនាំកងទ័ពរបស់ពួកគេដោយទម្លុះមេឃវាត្រូវតែហូរចុះមូលហេតុដែលក្មេងប្រុសនោះមានការភ័យខ្លាចបែបនេះអំណាចដ៏គួរឲ្យខ្លាចរបស់គាត់បានកាត់ចេញពីការពិតជាការចាប់កំណើតឡើងវិញនៃដាវអមតៈដែលមិនអាចយកបានដាវអមតៈពណ៌សកាពី30ឆ្នាំមុនបន្ទាប់ពីសម្រេចបាននៅអង្គភាពដើម្បីយល់ពីកម្រិតខ្ពស់នៃជំនាញដាវជ្រើសរើសយ៉ាងម៉ឺងម៉ាត់នៅព្រះនិព្វានកាលជាថ្មីចាប់កំណើតឡើងវិញ30ឆ្នាំក្រោយមកក្មេងប្រុសតូចដែលជិតស្លាប់នៅលើដងខ្លួនរបស់គាត់ទើបតែភ្ញាក់ពីដំណេកហើយគាត់ក៏ញាក់សាច់រួចទៅហើយនឹងឆ្អឹងមានតែឋានសួគ៌ប៉ុណ្ណោះមានតែការជួបប្រទេសដែលអាចព្យាបាលបានបានជួយសង្គ្រោះកូនប្រុសរបស់គាត់ខ្ញុំពិតជានឹងចូលរួមក្នុងពិធីកិនថ្មីនឹងលៀងដាវដែលជាប់ចំណាត់ថ្នាក់កម្ពុជាទាំង10អ្នកនឹងមានឱកាសទទួលបាន Shenzhen ការជួបប្រើក្មេងប្រុសតូចបានមកដល់មុនគេនៅថ្ងៃបន្ទាប់ពេលទៅដល់កន្លែងលៀងចានគាត់ក៏ស្គាល់វាភ្លាមសិស្សនៅភ្នំកណ្ដុរមានភាពរឹងមាំខាងក្រៅគាត់មានវ័យកណ្ដាលហើយគ្មានរោមនៅលើខ្លួនទេការប្រែប្រួលបន្តិចបន្តួចនៃធម្មពលការរំពឹងទុកសិស្សជាច្រើនចង់ស្លាកស្នាមត្រូវបានបន្សល់ទុកនៅលើថ្មសម្រាប់នេះតែគ្មាននរណាម្នាក់អាចធ្វើវាបានឡើយមានសំបីតែមួយប្រភេទនៃវិនិច្ឆ័យឃើញមនុស្សគ្រប់គ្នាខកចិត្តក្មេងប្រុសតូចបានចាក់ចេញដោយសោកសៅដើម្បីសាកល្បងរាងកាយដ៏ទន់ខ្សោយនេះតើរាងកាយអាចបញ្ចេញធម្មពលបានប៉ុន្មានអំណាចដូច្នេះគាត់បានមកដល់ Shenlong គាត់បានគ្រោះវិដ័យនៅពីមុខថ្មដោយធម្មតាមានតែ3ភាគ10នៃកិច្ចខិតខំប្រឹងប្រែងប៉ុណ្ណោះឡើងបានរួចច្រើនដោយតទៅលើភាពមិនចុះសម្រុងគ្នាថ្មសម្រាប់នាគត្រូវបានបំបែកជាពីរហេងបូយ៉ូវៃបានឡើងឋានៈបន្ថែមទៀតដោយមានកម្លាំងខ្លាំងក្លាវាបានបោកបក់ឆ្លងកាត់ចំណាយត្រូវបានបំបែកជាពីរការរញ្ជួយដីដ៏គួរឲ្យរន្ធត់រឿងនេះធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលហើយមនុស្សគ្រប់គ្នាប្រញាប់ប្រញាល់ទៅកន្លែងកាត់ហេតុសម្លឹងមើលមេឃ Dragon Slayer ត្រូវបានចាក់សោដោយអាចកាយមនុស្សបានបែកជាពីរហើយមនុស្សគ្រប់គ្នាខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសូម្បីតែចំណាត់ថ្នាក់វីរបុរស Yang Ming ដែលជាប់ចំណាត់ថ្នាក់លេខ1បានខិតខំប្រឹងប្រែងតែពីប៉ុណ្ណោះដែលអាចទុកនៅលើវាបានលោក Dao Jianan ពួកគេមិនដឹងថា Yang Ming គឺជាបេទេសិស្សនៃដាវអមតៈដូចដែលមនុស្សគ្រប់គ្នាកំពុងស្មានតើមេដ៏អស្ចារ្យណាម្នាក់ដែលបានចេញមកពេលគាត់ហៀបនឹងវីប្រហារសម្លេងតូចមួយបានបន្លឺឡើងពីសម្លេងក្មេងរបស់ក្មេងប្រុសនេះមើលចុះបុរសដែលមកនោះពិតជាកើតពីប្រពន្ធចុងមែនប្រុសឥតប្រយោជន៍របស់គាត់ហ៊ានរៀនសម្លេងរបស់ដាវអមតៈគឺក្រអឹតក្រទុំការលើកឡើងដ៏មានកិត្តិយសនេះបានបង្កឲ្យមានការតាំងសាយខ្លាំងហើយចំអកមិនយូរប៉ុន្មានឪពុករបស់មេដឹកនាំនិកាយបានប្រកួតដាវបានចាប់ផ្ដើមជាផ្លូវការហើយពីព្រោះការជួបប្រើ Shenzhen ដ៏មានតម្លៃមានការមួយសម្រាប់តែអ្នកដែលជាប់ចំណាត់ថ្នាក់កម្ពុជាទាំង10មានតែពេលនោះទេដែលអ្នកនឹងមានឱកាសមេដឹកនាំនិកាយបានរំលឹកកូនប្រុសរបស់គាត់បញ្ញាចិត្តថានឹងឈ្នះជើងឯកគាត់តចង់ឃើញកូនរបស់ប្រពន្ធចុងត្រជាក់ចិត្តគាត់បានស្លាប់ដោយសារការផ្ទុះកំហឹងមិនយូរប៉ុន្មានបុរសនោះក៏ពោពេញដោយទំនុកការបោះជំហានចូលទៅក្នុងសង្វៀនជាបញ្ហាប្រឈមកីឡាកររូបនេះបានប្រើកម្លាំងទាំងអស់របស់ខ្លួនតែបុរសចូលចាំបាច់មិនស្រួលទេចាប់បានយ៉ាងងាយរួចបន្តគាត់បានទាត់ចេញដោយជើងបញ្ឈររបស់គាត់ហើយជន់វាគេបានចុះពីលើឆាកកម្លាំងដែលគាត់បានបង្ហាញគឺគួរឲ្យភ្ញាក់ផ្អើលភាពត្រូវបានដោះស្រាយហើយក្នុងរយៈពេលដ៏ខ្លីនរណាម្នាក់ហ៊ានឡើងលើឆាកដើម្បីប្រកួតប្រជែងទៀតទេម្ដាយដឹងថានាងមិនអាចទ្រាំទ្របានទេ12នាទីប៉ុន្តែនៅតែចង់ប្រកួតប្រជែងភរិយាដំបងដ៏មានទេពកោសល្យម្នាក់នេះក្មេងនេះហើយបុរសនោះចង់ធ្វើចលនាមួយការត្រួតពិនិត្យនឹងទល់ឲ្យភាពពិតជាត្រូវបានសម្រេចដោយបានមកគុណចុងក្រោយដាវតៃជីច្បាប់មិនយូរប៉ុន្មានម្ដាយក៏ស្ថិតនៅក្រោមដាវដ៏មានអំណាចនៅក្នុងច្បាប់ភរិយាឈ្មោះជីនជូមិនអាចទុកចិត្តបានក្រៅពីក្មេងប្រុសតូចបានឃើញវាការជិះចាប់ស្ថិតនៅក្នុងចិត្តរបស់គាត់មេបៈជីនសេងពិន្ទុវិជ្ជមានត្រូវបានបែងចែកហើយការជាយ៉ាងណាក៏ដោយនាងបានឃើញម្ដាយរបស់នាងបង្កប់ខ្លួនឯងឡើងហើយនិយាយថាគាត់នឹងមិនជួបបាននៅក្នុងទីផ្សារនឹងមិនបោះបង់ចោលឡើយបុរសនោះជៀនជូមិនស្ទាក់ស្ទើរឡើយប្រើចលនាទី2នៃបច្ចេកទេសដាវតៃជីព្រោះនេះជាការសម្លាប់ប្រពន្ធចុងឱកាសល្អរបស់មនុស្សម្នាក់សម្រាប់ម្ដាយដើម្បីមានពេលដែលអ្នកមានអារម្មណ៍ល្អអ្នកប្រកាសជានឹងត្រូវម្នាក់ទៀតនឹងស្លាប់យ៉ាងអាណោចអាធំក្មេងប្រុសតូចនៅនឹងកន្លែងបាននិយាយអ្វីមួយបង្ហាញពីខ្លឹមសារនៃការលេងដាវតៃជីចំណុចខ្វះខាតក្នុងជីវិតសុចរិតភាពនិងការចំអកនៅក្នុងភាសាចិនបុរាណគាត់កំពុងចំអកឲ្យគាត់ដែលមិនមានដាវគ្រប់គ្រាន់ក៏ហ៊ាននិយាយដោយមិនខ្មាស់អៀនយ៉ាងនេះនិយាយរឿងមិនសមហេតុផលនៅទីសាធារណៈគាត់បានសន្យាថាដរាបណាម្ដាយរបស់គាត់អាចធ្វើដាវតៃជីឲ្យដោយផ្ទាល់ការជួបប្រើ Shenzhen ត្រូវបានថ្វាយដោយដៃទាំងពីរសូម្បីតែម្ដាយម្នាក់ដែលនិយាយភាសាចិនបុរាណខ្ញុំចង់រៀនពីអ្វីដែលកូនប្រុសខ្ញុំបាននិយាយបន្ទាប់មកគាត់បានគ្រោះវីដាវរបស់គាត់ឈ្មោះអ្នកដែលបានឃើញរឿងនេះត្រូវបានគេចាក់ទាំងអស់ភ្ញាក់ផ្អើលក្មេងធម្មតាម្នាក់ក្មេងតូចនោះពិតជាគ្រាន់តែវាត្រូវបានដោះស្រាយដោយប្រយោគតែមួយប៉ុណ្ណោះជំនាញសម្ងាត់របស់ភ្នំកណ្ដុរមិនត្រូវបានគេដឹងនោះទេសិស្សដែលគេហៅថាជាសិស្សទាំងអស់បាននិយាយថានោះជាក្មេងប្រុសលើកណ្ដុរមកមួយតែធ្វើដូចម្ដេចទើបអាចមើលឃើញតាមរយៈដាវតៃជីរបស់ដាវតៃជីមនុស្សជាច្រើនមិនដឹងទេវាត្រូវបានបង្កើតឡើងដោយក្មេងប្រុសខ្លួនឯងនៅពេលនេះម្ដាយបានលូកដៃទៅសុំវាបុរសនោះបាននិយាយថាការជួបប្រើធានសានវាមិនមែនជាអ្វីដែលខ្ញុំបានសន្យាជាមួយខ្លួនឯងទេប៉ុន្តែមើលចុះស្រីកំណានដរាបណាស្ត្រីនៅចន្លោះជើងរបស់គាត់អ្នកអាចដោះវាចេញនៅពេលក្រោយបន្ទាប់ពីអ្នកវាឆ្លងកាត់ខ្ញុំបានឲ្យស្លឹកមួយសន្លឹកដល់នាងហើយនោះហើយជាវិធីដែលមានការព្រួយបារម្ភបានឆ្លើយតបខ្លួនតែអាចស៊ូទ្រាំនឹងការអាម៉ាស់ទាំងអស់ពួកគេបានវាមកក្នុងស្ថានភាពញញែមបន្ទាប់មកបុរសនោះបានផ្លាស់ប្ដូរគំនិតនៅនឹងកន្លែងការហៅស្ត្រីថាល្ងងខ្លៅគឺដោយសារតែច្បាប់គឺថាការជួបប្រើធានសានត្រូវតែអ្នកត្រូវចូលរួមក្នុងជំរំសាកល្បងនាងអាចនៅជាមួយក្មេងប្រុសបានតែម្នាក់គត់ស្ត្រីនោះបានជួយម្ដាយរបស់នាងចុះទៅជាន់ក្រោមទើបឲ្យគាត់បញ្ចប់ការប្រកួតក្បាច់គុនរាងកាយរបស់គាត់ខ្សោយខ្លាំងណាស់ប្រហែលជាគាត់មិនអាចទប់ទល់នឹងចលនាតែមួយពីយ៉ាងណាមិញក្មេងប្រុសនោះបានក្រោកឈរឡើងប្រឈមមុខនឹងអ្នកជាប្រមាថដោយពាក្យសម្ដីគាត់បានបញ្ជាក់ថាគាត់មិនដែលចាញ់ឡើយហើយអ្នកដែលចាញ់គឺមានតែវាអាចជាបុរសនៅពីមុខអ្នក